ខ្ញុំខានចូលសាលា2ឆ្នាំហើយនៅគ្នាទៅពេលសាលាហៅមកជួបវិញចង់ខ្លាចសាលាទៀតនិយាយទៅអាសាច់រឿងខ្លាចសាលាខ្ញុំនឹងខ្ញុំមិនតមិនលើតាំងពីខ្ញុំនៅក្មេងតែអាសាច់រឿងនឹងចាំតិចទៀតខ្ញុំនិយាយឲ្យស្ដាប់ប៉ុន្តែថាថ្ងៃនេះអត់មកក៏អត់បានដែរដោយសារតែសាលាគាត់ណាត់មកចុះឈ្មោះទទួលសញ្ញាបត្រចឹងណាហើយខ្ញុំនេះនិយាយថាទំនឹងសាហាវសាលាគាត់ណាត់តាំងពីខែ6ចិត្ត deadline ខែ7ហើយខ្ញុំតំបានមកយកឲ្យសាលាចឹងគេអស់ stock គ្រប់ផ្សាយហ្មងនៅសល់សាយអឹមប៉ុន្តែចាដល់នេះខ្ញុំពាក់សាយអឹមល្មមតមកសាយរឿងខ្លាចសាលាខ្ញុំវិញនិយាយទៅខ្ញុំតាំងពីក្មេងហ្មងកាលហ្នឹងខ្ញុំធ្លាប់អត់ទៅរៀនកន្លះខែអ្នកទាំងអស់គ្នាដោយសារពេលវ៉ាកងធំពេលហ្នឹងខ្ញុំរៀនអ្នកទី2ឡើងទី3ហ្នឹងគេមិនឈប់វ៉ាកង2ខែជាងហើយខ្ញុំអត់ទៅរៀនទៅហើយមានណាពេលគេចូលកងវិញអត់ហ៊ានទៅសាលារៀននិយាយទៅខ្ជិលលេះធុលល្ងួយគេងហងធ្វើអីហងហើយពេលហ្នឹងខ្ញុំនៅមួយយាយដល់ពេលចឹងទៅយាយរៀងតម្រើសខ្ញុំតិចទៅខ្ញុំគេកងតិចគឺអត់ទៅរៀនអូខេឲ្យខ្ញុំគេនៅផ្ទះខ្ញុំថាខ្ញុំងុយគេខ្ញុំថាខ្ញុំអត់ចង់ទៅខ្ញុំថាខ្ញុំអូនិយាយទៅសពគ្រប់ថាឈឺថាអីនិយាយទៅយាយខ្ញុំស្រឡាញ់ខ្ញុំចឹងទៅក៏ឲ្យហីចឹងណាតែបើនៅមួយម៉ាក់ខ្ញុំវិញបានទេនៅដល់ខ្ញុំម៉ាក់ខ្ញុំកាចបងអូនខ្ញុំខ្ញុំនៅមួយម៉ាក់ខ្ញុំអត់ហ៊ានខូចទេតែបងអូនខ្ញុំគេតំរៀនមកតៃយំងាក់ងាក់អត់ចូលហ៊ានអត់អីថាសាលាក្តៅម៉ាក់ខ្ញុំនាំមួយទឹកសាលាល្ងាចម៉ាក់ខ្ញុំនាំមកពាក់ឲ្យអត់ចង់នៅសាលាចង់ទៅផ្ទះម៉ាក់ខ្ញុំដឹកមកពាក់កណ្ដាលផ្លូវវាយឲ្យដឹកទៅរៀនវិញទៀតអូនិយាយទៅម៉ាក់ខ្ញុំកាចអត់បានទេប៉ុន្តែយាយខ្ញុំគាត់រៀងទៅនឹងខ្ញុំអញ្ចឹងទៅបាទខ្ញុំរៀងខូចអញ្ចឹងណាហើយពេលនៅមួយយាយហ្នឹងគឺខ្ញុំនៅស្រុកកោះធំខេត្តកណ្ដាលពេលហ្នឹងមិនទៅដោយសារនេះអីអ្នកគ្នាដោយសារផ្ទះខ្ញុំនៅលង្វែកដល់មានជ័យទៅពេលគេបាញ់គ្នា2008ហ្នឹងក៏ម៉ាក់ប៉ាខ្ញុំយកខ្ញុំទៅទុកនៅស្រុកមួយយាយមួយកងខ្ញុំទៅហើយខ្ញុំក៏រៀងទំនើងជំរឿសអញ្ចឹងណាព្រោះអីយើងនៅផ្ទះនេះយើងកូនស្រីតែមួយក្នុងចំណោមបងប្អូន4នាក់ឯងប៉ុន្តែដល់ពេលយើងទៅនៅមួយយាយហ្នឹងទៀតគាត់ស្រឡាញ់និយាយទៅគាត់ស្រឡាញ់ខ្លាំងហ្មងតែបាទខ្ញុំរៀងទំនើងណាស់អញ្ចឹងតែចេះដល់អីពេលដែលខ្ញុំអត់ទៅសាលាហ្នឹងបានលោកគ្រូគាត់ឲ្យមិត្តភ័ក្តិដែលគាត់ត្រូវជីកាត់ផ្ទះខ្ញុំហ្នឹង2នាក់គាត់មកហៅខ្ញុំទៅរៀនអញ្ចឹងទៅខ្ញុំក៏អូខេខ្ញុំសន្យាថាខ្ញុំទៅរៀនហើយស្អែកឡើងគូខ្ញុំញ៉ាំបាយហើយខ្ញុំគេងជ្រុលទៀតប៉ុន្តែខ្ញុំជាប់សន្យាខ្ញុំជិះកង់ទៅរៀនហ្នឹងតឹងរបៀបយើងទៅយឺតដល់ពេលហើយខ្ញុំអត់ហ៊ានចូលថ្នាក់តែខ្ញុំឈរនៅមុខថ្នាក់ហ្នឹងដល់ពេលទៅគ្រូហៅចូលមិនក៏ដែរបាន2នាក់ហ្នឹងគេមកហៅអរគុណគេដែរឈ្មោះគាត់គឹមសេងហើយនិងសុភ័ក្រប៉ុន្តែខ្ញុំភ្លេចអត់ដឹងថាគាត់ទៅដល់ណាដែរព្រោះខ្ញុំរៀននៅនឹងបានកន្លះឆ្នាំខ្ញុំដូរមកនៅមួយម៉ាក់ខ្ញុំវិញអញ្ចឹងណាអញ្ចឹងចាប់សាច់រឿងហ្នឹងធំប៉ុណ្ណឹងប៉ុន្តែបើសិនជាមិត្តភ័ក្តិនឹងបានឃើញជួយ comment ប្រាប់ផងខានជួបគ្នាយូរហើយអញ្ចឹងបន្ទាប់ពីតុកអាវតុកអីហើយក៏ខ្ញុំទៅបើកកៅនៅការិយាល័យហេរ៉ៃមកទៅហើយយើងក៏ត្រឡប់មកផ្ទះវិញអ្នកនរគ្នាតែក៏ឆ្លៀតថតនៅមុខនេះមិនតិចអញ្ចឹងណាអ្នកគ្នាឃើញសម្រាប់ខ្ញុំព្រោះគេនឹងបានតែងខ្លួនទៅឡើងកាច់យូរដល់អញ្ចឹងថ្ងៃហ្នឹងខ្ញុំមានតែប៉ុណ្្នឹងឯងបងអូនចាំមើលវីដេអូខ្ញុំទៅថត pre graduate ហើយថ្ងៃខ្ញុំ graduate ទៀតហ្មងណាបាយបងអូនទាំងអស់គ្នាណាគេធីមខ្លាចសាលាលើកដៃ2ណាគេធីមអត់ខ្លាចសាលាលើកបេះដូងក្រហម1